ពេលដែលយើងរៀននៅតាមសភៅពួកខ្ញុំមានអារម្មណ៍ថាវារៀនធម្មតាវាអត់មានអារម្មណ៍ថាវាគួរឲ្យខ្លាចអីទេប៉ុន្តែដល់ពេលដែលខ្ញុំមកដើរមើលបានពាក្យកណ្ដាលនេះខ្ញុំមានអារម្មណ៍ថាអូវាព្រឺសម្បុរហើយគិតថារបបនេះវាខុសខើខ្លាំងដែលមនុស្សអាចទទួលយកបានពេលឃើញអញ្ចឹងទៅយើងមានអារម្មណ៍របៀបដូចរន្ធត់ដែលគេធ្វើទារុណកម្មខ្លាំងពេកដាក់ជាជនខ្មែរយើងទៅជាខ្មែរគ្នាឯងក៏នៅតែធ្វើជាខ្លាំងយ៉ាងធ្ងន់អញ្ចឹងយើងត្រូវរៀនអំពីប្រវត្តិសាស្ត្ររបស់យើងនិងរៀនអំពីពូជសាសន៍របស់យើងតើអ្វីដែលយើងអាចជៀសផុតនិងយើងមុននឹងយើងធ្វើអ្វីមួយយើងត្រូវតែមានការត្រិះរិះពិចារណាឲ្យបានត្រឹមត្រូវនិងមួយវិញទៀតគឺត្រូវមានការរួបរวมសាមគ្គីគ្នាជាធ្លុងមួយដើម្បីកុំឲ្យប្រជាជាតិយើងធ្លាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនេះទៀត